បាទពុកម៉ែបងប្អូននេះគឺទស្សនវិជ្ជាពេលយប់នៅស្រុកស្រែអានេះមិនមែនដុតភ្លើងគោទេបាទដោយសារតែមូសច្រើនពេកចឹងយើងដុតដើម្បីដេញមូសអូនមួយទឹកលឿនបាទមួយទឹកវឹបកូនអាំងបាយចឹងយើងខែនេះខែ10បាទខែ10ថ្ងៃទី20ជាងហើយចូលកដកបាទចូលដល់ខែកដកធ្លាក់ខ្យល់ពីខាងជើងមកខែល្ងានឹងមកដល់ឆាប់ចាំបានកាលនៅពីក្មេងបងប្អូនបាទឲ្យទៅដល់ខែល្ងាខែច្រូតសម្រាប់ពុកម៉ែបងប្អូនដែលមានប្រវត្តិធ្លាប់នៅតាមស្រុកស្រែចំការគឺថាងើពីព្រលឹមបាទងើពីព្រលឹងដើម្បីអាំងភ្លើងដុតភ្លើងចំនួនមុនយើងមិនច្រូតស្រូវច្រូតអីនឹងអាត្រាក់នឹងអាម៉ាស៊ីនច្រូតចេះណាចំនួនមុនយើងច្រូតដៃដែលចឹងងើពីព្រលឹមមកដុតភ្លើងអាំងបាទអាំងភ្លើងរួចក៏ព្រលឹមស្រាងនឹងគ្នាទៅច្រូតស្រូវទៅអីទឹកសើមធំក្លិនស្រូវច្រូតស្រូវរួចយកមកហាលបាទហាលរួចយកទៅរួយតែឥឡូវមានពិបាកហាលរួចអីទេបាទម៉ាស៊ីនដាក់មកតែម្ដងហើយតែម្ដងមូសច្រើនបើយើងមិនដុតទេវាមូសខំបាទចឹងនេះគឺជាទស្សនវិជ្ជានេះយកមកដល់កែច្នៃឲ្យបងប្អូនมันមានថោអីទំនើបឬក៏ស្អាតបាតអីណានេះទេបាទរបស់ណាដែលយើងច្នៃបានច្នៃតែសំខាន់ផ្ទះក្បែរនេះគេចម្រៀងគេសប្បាយរហូតដែរហ្នឹងបងប្អូនបាទកាលពីខ្ញុំនៅក្មេងៗភ្លើងវាដុតចេះពុកខ្ញុំគាត់ឧស្សាហ៍ទៅដកគល់បាទដកគល់ឈើបងប្អូនគល់នេះគល់នោះយកពីស្រែមកយកមកដុតណាដើម្បីបង្ហុយរឿងថ្ងៃក៏នៅដុតដែរដុតភ្លើងគោភ្លើងអីរាល់ថ្ងៃនៅទើសនៅស្រុកបាទនេះគឺយើងដុតចេះទៅបាទហើយអានេះមិនមែនដុតអាំងទេគាត់ថាដុតដេញមូសអត់មានធុកមូសបាទប៉ុន្តែបើមានដលងអីអាំងអេមណាបាទអូនេះដាក់ដលងអាំងមួយឈៀតហើយបាទអូនវឹបនេះកូនកន្លោះខ្ញុំឲ្យមួយទឹកអូចេះផ្លាស់កសាយផ្លាស់អីណានៅចំនួនរបស់គេយើងបង្ហុយទៅកុំឲ្យមូសវាមិនត្រាក់ខោចេញពាក់កៅវឹបឡើងអូនវឹបឲ្យញ៉ាំបាយអូហើយចេះឈ្ងុយល្អអានេះយើងដុតគួយចេះកុំដុតផ្លាស្ទិកទេបងប្អូនយើងដុតលឹកឈើលឹកអីដើមឈើដើមអីវាមិនអីទេបាទមិនឈើមិនអីគល់ឈើអីអានោះអីតែបើយើងដាក់ផ្លាស្ទិកយើងគួយហិតចាស់អត់បានទេមហារិចតែបើលឹកឈើលឹកអីមេឈើមិនអីវាអាចជាថ្នាំដែរពេលខ្លះបាទហិតទៅឈួយទៅតែបើផ្លាស្ទិកបើដុតបើហុយអង្គុយប៉ុណ្ណេះចប់ហើយមិនដឹងថាក្បាលហ្មងតែនេះអត់អីទេហិតទៅឈ្ងុយក្លិនដូចវាពិបាកថាតើអង្គុយហាត់ខ្លួនឯងមែនទេបងប្អូនណាបាទទឿននេះគេហៅមកចឹងបង្ហាញប៉ុណ្្នឹងចុះបងប្អូនណាបាទអរគុណ